មនុស្សដែលស្រឡាញ់យើងពិតកូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិតឬមិនពិតនោះកុំមើលត្រឹមតែសម្បកក្រៅឬស្ដាប់ត្រឹមតែពាក្យសម្ដីរបស់គេប៉ុណ្ណោះឲ្យសោះអាកប្បកិរិយាគេអាចធ្វើបានឯពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរយ៉ាងណាឬមិនដូចចិត្តយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់មនុស្សដែលពោលថាស្រឡាញ់យើងស្គាល់ចិត្តស្គាល់ថ្លើមយើងនិងគោរពរាប់អានយើងនោះអាចគ្រាន់តែជាទឹកអប់ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះចិត្តពិតរបស់គេអាចស្អប់យើងក៏បានប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយទៅធ្វើឲ្យគេនិយាយឬមានអាកប្បកិរិយាយ៉ាងនោះឯងមនុស្សដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសូម្បីតែម្ដងមិនធ្លាប់អួតសរសើរយើងម្ដងណាសោះតែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ជាមួយនឹងយើងជាប្រកបក៏មានដែលពោលមកនេះមិនមែនបានន័យថាអ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់សុទ្ធតែមិនស្រឡាញ់យើងដោយពិតឬពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះសុទ្ធតែធ្លាប់ស្រឡាញ់យើងដោយពិតនោះឡើយគ្រាន់តែចង់ប្រាប់ឲ្យកូនដឹងថាអ្នកណាស្រឡាញ់ឬមិនស្រឡាញ់យើងដោយពិតនោះមិនមែននៅត្រង់សម្បកក្រៅនិងខ្យល់មាត់នោះទេគឺនៅត្រង់ការធ្វើពិតដែលយើងត្រូវសង្កេតពិនិត្យក្នុងកាលយូរមនុស្សដែលល្អចំពោះយើងរមែងល្អទាំងចំពោះមុខទាំងកំបាំងមុខក៏តែងតែជួយយើងរក្សាយើងទំនុកបំរុងនិងការពារយើងមិនថាយើងនឹងទៅជាយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយយើងនោះឯងដែលជាការស្រឡាញ់ពិតត្រង់ដែលគេនិយាយថាស្រឡាញ់យើងឬមិននិយាយនោះវាមិនសំខាន់ឡើយឯចំណែកមនុស្សដែលល្អតែនឹងមុខយើងក្រោយខ្នងនិន្ទាយើងមិនទំនុកបំរុងយើងមិនគាំទ្រយើងនិយាយពីរោះជាមួយគ្រាន់តែដើម្បីពឹងពាក់ឬប្រើយើងមាត់និងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាអ្នកដែលមិនស្រឡាញ់យើងពិតទោះបីមាត់គេប្រាប់ថាយើងល្អយ៉ាងនេះល្អយ៉ាងនោះក៏មិនអាចជឿបានឡើយក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯងកុំវង្វេងច្រឡំទៅរីករាយជាមួយពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះនាំឲ្យខូចខ្លួនផងអស់ទ្រព្យផងព្រមទាំងត្រូវខកចិត្តដល់ក្រៃលែងផងគ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នាឡាក់នៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើអ្វីជាមួយគ្នាមានភាពរស់រវើកឪពុកម្ដាយសូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៅការហត់នឿយទៅហើយមាតាបិតាឃើញកូនញ៉ាំបានកេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលគេថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនអើយធ្វើជាបងប្អូនគ្នាកូនត្រូវតែចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់មិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំច្រណែនកុំខឹងក្រោធកុំនំកុំគួនអ្វីដល់គ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាទៅវិញទៅមកឲ្យបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះទាស់តែងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនអើយមនុស្សល្អគេមិនឆ្លោះទាស់តែងគ្នាដូច្នេះឡើយម្យ៉ាងទៀតកូនត្រូវគិតដល់ទ្រង់ម្ដាយទ្រង់ឪពុកផងណាកូនណាគិតដល់ពេលដែលកូននៅតូច
ឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលែងចូលគ្នាវិញដោយដើមផ្លេចរឿងដែលកន្លងទៅអស់ហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយធ្វើគ្នាល្អណាស់កូនមានរឿងខ្លះកាលកូននៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលទាស់ចិត្តដោយកាលកូននៅពីក្មេងទេតែកូនកុំប្រកាន់គ្នាកូនអើយស្វាមីអាចរកថ្មីបានភរិយាអាចរកថ្មីបានកូនក៏អាចរកថ្មីបានដែរតែបងឬប្អូនរកមិនបានទៀតឡើយមានប៉ុណ្ណាក៏ប៉ុណ្ណឹងកាលកាត់បងកាត់ប្អូនក៏ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែរបស់ឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅដោយធម៌មិនតាមកិលេសចេះរស់ក្នុងពោអាយុបវរគុណធម៌ក្នុងចិត្តចង្អៀតនិងចិត្តទូលាយកូនជាទីស្រឡាញ់មនុស្សខ្លះសំបីក្រីក្រទ្រព្យសម្បត្តិប៉ុន្តែគាត់មានគ្នាច្រើនមានពួកផងរបងជាមួយមកអ៊ូអែនៅពេលដែលគាត់មានការអ្វីនោះគឺគេតែងតែមកជួយគាត់ម្ល៉េះហើយការងារលំបាកក៏ទៅជាងាយស្រួលចំណែកបុគ្គលខ្លះមានទ្រព្យច្រើនមានយសស័ក្តិធំដុំតែបែរជាខ្វះញាតិខ្វះគ្នាខ្វះពួកផងដល់ទៅថាពេលខ្លះមានមនុស្សច្រើនមែនមកចោមរោមតែនៅក្នុងសភាពទុកចិត្តមិនបានច្រើនព្រោះមកចោមរោមរកផលប្រយោជន៍ប៉ុណ្ណោះមនុស្សពីរប្រភេទនេះពិនិត្យរកមើលទៅឃើញហើយមិនខ្វះទេក្នុងសង្គមបច្ចុប្បន្នតាមដែលពិតនោះគ្នានេះសំខាន់ណាស់មានការចាំបាច់នៅក្នុងសង្គមគឺត្រូវធ្វើការជាមួយគ្នាត្រូវតាក់ទងគ្នាបើមិនរឿងនេះក៏រឿងនោះដែរហេតុអ្វីដែលធ្វើឲ្យមនុស្សយើងមានគ្នាច្រើនស្រឡាញ់ស្មោះចំពោះគ្នាមានទឹកចិត្តចង់ជួយគ្នាពិតរក្សាគ្នាទៅវិញទៅមកពេលមានការចាំបាច់ក៏មកជួយដោយមិនចាំបាច់ហៅរកហើយមានអ្វីបន្តិចបន្តួចក៏ហុចគ្នាគឺព្រោះហេតុមកអំពីមានចិត្តទូលាយនោះឯងមនុស្សចិត្តទូលាយរមែងមានគ្នាច្រើនផ្ទុយអំពីមនុស្សដែលអត់ទឹកចិត្តជាមនុស្សចិត្តចង្អៀតមនុស្សចិត្តចង្អៀតរមែងខ្វះនៅគ្នានៅពេលចាំបាច់នឹងរកមនុស្សមកជួយបានដោយលំបាកកាលកូនដឹងដូច្នេះហើយក៏សូមឲ្យកូនជាមនុស្សចិត្តទូលាយកុំជាមនុស្សចិត្តចង្អៀតមានអ្វីជួយអ្នកដទៃបានក៏ជួយទៅកុំកំណាញ់កុំស្ដាយព្រោះនេះជាទឹកចិត្តបុណ្យរបស់កូនអ្នកណាកើតទុករឿងអ្វីល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឲ្យកម្លាំងចិត្តគេដែរមនុស្សយើងពេលមានទុក្ខបានឃើញអ្នកដទៃមកសាកសួរដោយអើពើមកជួយផ្ដល់កម្លាំងចិត្តឲ្យក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនត្រមងត្រមោចកណ្ដោចកណ្ដែងកើតមកជាមនុស្សកូនអើយធ្វើម៉េចនឹងឲ្យមានសុខសមតាមប្រាថ្នាជារហូតទៅបាននោះគង់តែមានថ្ងៃដែលត្រូវមានទុក្ខខ្លះជាពំខានដល់ថ្ងៃមានទុក្ខមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្តិគ្នាពួកផងរបងជាមួយនោះថាជាទឹកថ្នាំដ៏វិសេសសម្រាប់លាបស្រឡាបដល់ចិត្តសន្តានរបស់កូនឲ្យកក់ក្ដៅឲ្យកើតការសង្ឃឹមនិងឲ្យមានព្យាយាមតស៊ូជំនះឧបសគ្គយ៉ាងពិតប្រាកដចិត្តមួយថ្លើមមួយកូនជាទីស្រឡាញ់ធម៌ដែលនឹងធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះក៏គឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូនមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់តែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះ
ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាឋានៈថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកុំខានដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគង់តែគិតឃើញមិនខានដូច្នេះតើប្តីប្រពន្ធមិនត្រូវប្រព្រឹត្តជាមនុស្សនៅក្រៅបេះដូងរបស់គូក្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នាមនុស្សយើងបើសំបីតែសច្ចៈចំពោះគូក្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យគូក្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយុះសេរីរបស់មនុស្សយើងនោះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសូម្បីតែជាមួយនឹងគូក្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូក្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកាន់យកមិនចចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ